អាយយមិនអត់សើទេកាត់ចូលចែកមួយក្បាលចូលមួយទូឌូសូនរកបានមួយគ្រាប់ហើយលីងហាឡែនឲ្យតែមានឱកាសបែបនេះលើកមកបែបនេះមិនទុកទេមួយក្បាលទៅសម្រេចបានគ្រាប់បាល់បាទមួយទូឌូសូនបាទបន្ទាប់ពីទាត់បានវិគ្រាប់មកបាទរូបភាពខ្ញុំឌឹងស្លូយើងមកទស្សនាការបញ្ជូនមកទាញមកចែកស្របក្រោយខ្នងមកចែកស្របក្រោយខ្នងមកហើយក៏លើកតែតមួយក្បាលលីងហាឡែនបាទតែតមួយក្បាលសំកឹងមកនៅនាទីទី58នេះបានមួយគ្រាប់បាទជូនបងប្អូនយើងហើយចាប់ដល់មានសង្ឃឹមហើយនីកូអូរេលីលើកមកតែតមួយក្បាលទៅនេះអត់ណាស់ជួយមិនបានទេបាទ Jordan Pickford ចាប់ប្លេកបានហើយមួយគ្រាប់ជូនបងប្អូនយើងបាទខ្ញុំទប់យូរហើយឲ្យតែថាទាត់ចូលស្រែកមកអស់ដៃឥឡូវនេះគឺចូលហើយហើយខ្ញុំស្រែកបាទជូនបងប្អូនយើងមកឆ្ងាញ់ដែរបាទអូយបាទគិតមកត្រឹមពេលនេះគឺមួយគ្រាប់បាទគឺ1-0ហើយក៏ទាញបាទសាប់យកកាត់ចូលថែមឆ្វេងចូលពីទូឌូសូនពីគ្រាប់ដែងលីងហាឡែនមនុស្សយន្តលីងហាឡែនពីគ្រាប់ដែងពីទូឌូសូនទាត់បានប្រមាណជាបាទ4-5នាទីឥឡូវនេះគាត់ទាត់បានមួយគ្រាប់ទៀតហើយបាទនេះបានសំជាកម្ពុជាខ្សែប្រយុទ្ធក៏ពិតមែនទាញជ្រែកចូលមកលើកមកទប់មួយទាញជ្រែកចូលមកពីសាវិយោកាត់ឆ្វេងមកហើយក៏ថែមឆ្វេងបានសម្រាប់ទាត់បញ្ចូលទីបាទលីងហាឡែនពីគ្រាប់ម្នាក់ឯងមនុស្សយន្តលីងហាឡែនអូយយអស់ចាបែនតេន make you Manchester City យ៉ាងណាកុំឲ្យតែរបួសណាហាឡែនបាទបដូរខាងមកបានសម្រាប់ឱកាសគ្រាប់បានទី3លីងហាឡែនទាញហាឡែនទាត់ឆ្វេងជួយបានហើយក៏ទាត់ឆ្វេងទាញទាត់ឆ្វេងជួយបានទៀតអូយថែមឆ្វេងចេញទៅខាងក្រៅរីយ៉ានឆើគីអូយគ្រាប់បាល់ទី3អត់បានទេលីងហាឡែនទាត់ទាញគេយកនេះប្រឹងស្រែកតាមចង្វាក់នេះការថាចង្វាក់ហាឡែនបាទអត់បានសម្រេចបងប្អូនយើងបាទយើងទស្សនាហាឡែនទាត់មួយជួយបានពី Jordan Pickford ទាញទៀតទាត់មកជើងទៀតប៉ះជំរិតខ្សែកោពីថែមមកជើងឆ្វេងពីឆើគីទៅខាងលើបាត់អូយបងប្អូនយើងបាទរីយ៉ាន់ឆើគីថែមមកអត់បានទៀតបាទហាឡែនក៏សោចខ្លួនឯងហើយស៊ីលវ៉ាបញ្ជូនចូលមកខាងក្នុងទារ៉ាមកហើយក៏ទប់មួយទាត់ឆ្វេងលីងហាឡែនអត់បានគ្រាប់បាល់3គ្រាប់ទេអត់បាន hat trick ទេចប់គ្រាប់ហើយលីងហាឡែនបាទបញ្ជូនមកបានល្អណាស់គឺ Bernardo Silva ហាឡែនមិនបានទាត់ទេទាញផុត Jordan Pickford គាត់ចុចបំផ្លោងមកក៏ចេញទៅខាងក្រៅចប់គ្រាប់ហើយបាទErling Haaland បាទ Haaland ទាត់ឆ្វេងមកចេញទៅខាងក្រៅបាត់ហើយបាទកំពូលមនុស្សយន្ត Erling Haaland បាទអបអសាទរទៅកាន់ Manchester City បញ្ចប់នៅក្នុងរដូវកាលអធិស្ឋានបញ្ចប់នៅការប្រកួតដ៏តានតឹងនេះបាទជាមួយនឹងស្កអร์គ្រាប់ Everton បាទអញ្ចឹងទាត់បានតែ2គ្រាប់ទេបាទគាត់បាន3ពិន្ទុទៀតនៅក្នុងសប្តាហ៍ទី8នេះអរគុណច្រើនសម្រាប់បងប្អូនយើងដែលបានចំណាយពេលវេលាដ៏មានតម្លៃបាទចូលរួមតាមដានទស្សនាការប្រកួតនៅឯទឹកដីអង់គ្លេសរវាងការប្រកួតបាទManchester City និង Scott Crop Everton បាទអញ្ចឹងការប្រកួតបានចប់ជាផ្លូវការហើយអរគុណច្រើនបងប្អូនយើងទាំងអស់គ្នាបាទអញ្ចឹងខ្ញុំបាទសូមធ្វើការសម្រាប់ត្រឹមតែប៉ុណ្្នេះសិន